សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទតាមការរាយការណ៍របស់ Reuters នៅថ្ងៃនេះបានឲ្យដឹងថាអ៊ុយក្រែនបានបើកការវាយប្រហារតាមរយៈដ្រូនដ៏ធំមួយទៅក្នុងទីក្រុងម៉ូស្គូដែលបើតាមការឲ្យដឹងពីក្រសួងការពារជាតិរបស់រុស្ស៊ីគឺមានដ្រូនជាង300ត្រូវបានបាញ់ទម្លាក់ហើយនៅក្នុងនោះគឺមាន90ជាងដ្រូនបានហោះនៅលើទីក្រុងម៉ូស្គូនៅចំណែកឯជាង100ទៀតគឺហោះនៅក្នុងតំបន់ Kursk ដែលជាតំបន់ដែលទ័ពអ៊ុយក្រែនកំពុងតែដកចេញបាទសូមបញ្ជាក់ថាការវាយប្រហារដោយដ្រូនទាំងព្រឹកព្រលឹមថ្ងៃអង្គារនេះគឺធ្វើឡើងក្នុងពេលដែលក្រុមការងាររបស់ប្រទេសអ៊ុយក្រែនបានរៀបចំធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីដើម្បីជួបជាមួយនឹងមន្ត្រីរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកពីការចរចាទៅលើការរកសន្តិភាពសម្រាប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីហើយក្នុងនោះដែរយើងឃើញថាទ័ពរបស់រុស្ស៊ីក៏កំពុងតែព្យាយាមព័ទ្ធទ័ពអ៊ុយក្រែននៅក្នុងភាគខាងលិចនៃតំបន់ Kursk នឹងដែរបាទអញ្ចឹងយើងឃើញថាការដាក់សម្ពាធគ្នាទៅវិញទៅមករវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ីដែលរុស្ស៊ីព្យាយាមវាយប្រហារទៅទីក្រុងគៀវដែលជារដ្ឋធានីរបស់អ៊ុយក្រែនហើយនៅក្នុងពេលនេះឃើញអ៊ុយក្រែនក៏ព្យាយាមវាយប្រហារទៅលើរដ្ឋធានីម៉ូស្គូដែលជារដ្ឋធានីរបស់រុស្ស៊ីផងដែរគឺការវាយប្រហារនេះហាក់បីដូចជាចង់បង្ហាញអំពីកម្លាំងរៀងៗខ្លួនក៏ដូចជាការដាក់ដើម្បីជាសម្ពាធក្នុងការចរចាដើម្បីឲ្យប្រទេសរៀងៗខ្លួនទទួលបានប្រយោជន៍កាន់តែច្រើនកាន់តែប្រសើរបាទយើងឃើញថាការចរចាឬក៏ការរិះរកការចរចាដើម្បីឲ្យមានសន្តិភាពសម្រាប់សង្គ្រាមនៅអ៊ុយក្រែនដែលមានរយៈជាង3ឆ្នាំនេះគឺកើតឡើងក្រោយពេលដែលលោក Donald Trump បានចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកក៏ប៉ុន្តែដំណើរការនៃការចរចាហាក់មិនរលូនពីព្រោះគ្រាន់តែការជួបដំបូងរវាងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងជាមួយលោកត្រាំនៅសេតវិមានក៏ប៉ះពាល់នៅសម្ដីដ៏ធ្ងន់ធ្ងរជាមួយគ្នាផងដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមការងារឬក៏មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរក៏នៅតែស្វះស្វែងដើម្បីរកវិធីសាស្ត្រចរចាឲ្យបានកាន់តែលឿនកាន់តែល្អហើយក្នុងនោះដែរកិច្ចសន្យាមួយដែលអាមេរិកចង់បាននោះគឺការវិនិយោគទៅលើរ៉ែកម្រនៅក្នុងប្រទេសអ៊ុយក្រែនហើយយើងសង្ឃឹមថាបើសិនជាមានលក្ខខណ្ឌមួយដែលអាចត្រូវរើគ្នានៅក្នុងកិច្ចសន្យានេះក៏ជួយជំរុញឲ្យអាមេរិកពន្លឿនក្នុងការរកសន្តិភាពនៅក្នុងតំបន់នៃប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនផងដែរបាទយើងចាំមើលថាតើវានឹងទៅជាយ៉ាងណាតែជួយយ៉ាងណាក៏ដោយការចរចានិងសិល្បៈនៃការចរចាវាតែងតែមានតាក់ទិចផ្សេងៗគ្នាដោយយើងឃើញក្នុងរឿងរ៉ាវនេះគឺព្យាយាមប្រើកម្លាំងដើម្បីវាយប្រហារដាក់សម្ពាធរៀងៗខ្លួនដើម្បីឲ្យការចរចានឹងវាមានប្រយោជន៍ដល់ប្រទេសខ្លួនកាន់តែច្រើនបាទសូមអរគុណ